បាទសូមសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកព្រឹត្តិការណ៍ស្ដីពីក្រុមហ៊ុន Qualcomm ប្រហែលជាកំពុងរៀបចំនាំយកបន្ទះ chip Snapdragon របស់ខ្លួនដ៏មានឥទ្ធិពលត្រឡប់ទៅកាន់រោងចក្រផលិតបន្ទះ chip Samsung វិញហើយយើងឃើញថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរោងចក្រផលិតបន្ទះ chip របស់ក្រុមហ៊ុន Samsung បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការបញ្ចុះបញ្ចូលអតិថិជនផ្គត់ផ្គង់ឲ្យ smartphone ធំមានទំនុកចិត្តលើឧស្សាហកម្មផលិត Semiconductor បន្ទះ chip នៃការរចនាដ៏អស្ចារ្យដំណាក់កាលគំរូមុនពេលសម្រេចចិត្តធ្វើការផលិតវាឡើងហើយអ្វីដែលជាបញ្ហាកង្វល់គឺដោយសារតែភាពធន់ទាំទៅនឹងការព្រួយបារម្ភលើដំណើរការនេះភាគច្រើនបញ្ហាទិន្នផលនិងអំពីប្រព័ន្ធដំណើរការដែលបានជំរុញឲ្យក្រុមហ៊ុន Qualcomm ធ្វើការងាកទៅរករោងចក្រផលិតបន្ទះ chip TSMC កាលពីពេលកន្លងមកដែលវាបានคล้ายជាជម្រើសដំបូងសម្រាប់ផលិតប្រព័ន្ធដំណើរការ smartphone សម្រាប់ក្រុមហ៊ុនយក្សស្ទើរតែទាំងអស់រួមទាំង Apple, Qualcomm និង Google ប៉ុន្តែស្ថិតក្នុងបរិបទចរចាភាពជោគជ័យរបស់ក្រុមហ៊ុន Samsung នៅក្នុងដំណើរការកម្រិត2 nanometer កំពុងផ្លាស់ប្ដូររឿងរ៉ាវនោះឲ្យពិភព smartphone បានឃើញច្បាស់ថាមានរបាយការណ៍ពីប្រទេសកូរ៉េខាងត្បូងស្ដីពីក្រុមហ៊ុន Qualcomm ឥឡូវនេះកំពុងស្ថិតក្នុងការចរចាយ៉ាងសកម្មជាមួយក្រុមហ៊ុន Samsung ដើម្បីផលិតបន្ទះ chip Snapdragon នាពេលអនាគតដោយប្រើដំណើរការ2 nanometer ជំនាន់ទី2របស់ក្រុមហ៊ុន Samsung ដែលត្រូវបានគេស្គាល់ថា SF2P តាមការស្រង់សម្ដីលោក Cristiano Amon នាយកប្រតិបត្តិក្រុមហ៊ុន Qualcomm បានបញ្ជាក់ក្នុងអំឡុងពេលតាំងពិព័រណ៍ CES 2026 ថាការពិភាក្សារវាងក្រុមហ៊ុនទាំងពីរកំពុងដំណើរការទៅមុខលោក Amon បាននិយាយថាក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះ chip ជាច្រើនយើងបានចាប់ផ្ដើមការពិភាក្សាជាមួយក្រុមហ៊ុន Samsung Electronics ជាមុនសិនលើការផលិតតាមកិច្ចសន្យាដោយប្រើប្រាស់ដំណើរការចុងក្រោយបំផុតនេះខណៈពេលដែល Qualcomm មិនទាន់បានបញ្ចេញឈ្មោះបន្ទះ chip ពាក់ព័ន្ធនេះជាចំហឡើយដែលគេអាចប៉ាន់ប្រមាណថាពាក់ព័ន្ធនឹងប្រព័ន្ធដំណើរការ Snapdragon 8 Elite Gen 6 ជំនាន់ក្រោយគួរបញ្ជាក់ថាក្រុមហ៊ុន Qualcomm បានពឹងផ្អែកយ៉ាងខ្លាំងទៅលើ TSMC សម្រាប់បន្ទះ chip Snapdragon លំដាប់ខ្ពស់របស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រសិនបើឥឡូវនេះ Qualcomm មានឆន្ទៈភ្នាល់លើ Samsung សម្រាប់ការផលិត2 nanometer វាបង្ហាញថា Samsung សម្រេចបាននៅភាពចាស់ទុំប្រសិទ្ធភាពថាមពលនិងទិន្នផលនៅក្នុងការផលិតបន្ទះ chip របស់ខ្លួនយ៉ាងណាក៏មានព័ត៌មានផ្សាយពីក្រុមហ៊ុន Samsung បានប្រកាសរួចហើយថាខ្លួននឹងផលិតបន្ទះ chip 2 nanometer យ៉ាងធំមុនគូប្រជែងរបស់ខ្លួនដោយផ្ដើមជាមួយនឹងប្រព័ន្ធដំណើរការ Exynos 2600ជាមួយការរំពឹងថានឹងផ្ដល់ថាមពលដល់ត្រកូល Galaxy S26 លើសពីការប្រើប្រាស់ផ្ទៃក្នុងក្រុមហ៊ុនត្រូវគេរាយការណ៍ថាមានការតាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនដែលមានកេរ្តិ៍ឈ្មោះល្បីគឺក្រុមហ៊ុន Tesla បានចុះហត្ថលេខាព្រមព្រៀងជាមួយរួចហើយបន្ថែមពីនេះក្រុមហ៊ុន AMD និង Google កំពុងស្វែងរកកិច្ចព្រមព្រៀងស្រដៀងគ្នានេះដែរសូមអរគុណ